ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងអ្នកទស្សនាទាំងអស់គ្នានាងខ្ញុំឈ្មោះស្រីចក្ខណានាងខ្ញុំឈ្មោះសុនចិនសុដាខ្ញុំបាទឈ្មោះហេងលៀងហួងខ្ញុំបាទឈ្មោះសុកជីវ៉ាក្រុមរបស់យើងខ្ញុំគឺជានិស្សិតឆ្នាំទី3នៃ Department ប្រវត្តិវិទ្យាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រដោយថ្ងៃនេះដែរក្រុមរបស់យើងខ្ញុំមានកិច្ចការស្រាវជ្រាវមួយនៃមុខវិជ្ជាប្រវត្តិសិល្បៈស្ថាបត្យកម្មដែលបង្រៀនដោយលោកគ្រូលេងស៊ីរ៉ង់ដល់ថ្ងៃនេះដែរក្រុមរបស់យើងខ្ញុំបានជ្រើសរើសប្រធានបទមួយដែលនិយាយអំពីប្រាសាទភ្នំម៉ាណង់ចង់ដឹងថាតើប្រាសាទភ្នំម៉ាណង់មានទីតាំងប្រវត្តិប្លង់និងសិល្បៈដូចម្តេចខ្លះសូមចូលរួមទស្សនាក្នុងវីដេអូនេះទាំងអស់គ្នាជំរាបសួរលោកគ្រូនិងសួស្តីនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះវ៉ាបរមីដែលជានិស្សិតមកពី Department ប្រវត្តិវិទ្យាដែលថ្ងៃនេះដែរនាងខ្ញុំមកនិយាយទាក់ទងទៅនឹងទីតាំងភូមិសាស្ត្ររបស់ប្រាសាទបាណន់ប្រាសាទបាណន់ស្ថិតនៅភូមិបាណន់ឃុំកន្ទើ2ស្រុកបាណន់ខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណ20គីឡូម៉ែត្រពីភាគខាងត្បូងនៃទីរួមខេត្តបាត់ដំបងបើយើងធ្វើដំណើរចេញពីទីក្រុងភ្នំពេញយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ5ដែលមានចម្ងាយប្រមាណជា291គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅក្រុងបាត់ដំបងដោយយើងត្រូវឆ្លងកាត់ខេត្តចំនួន2គឺខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់នៅពេលយើងទៅដល់ក្រុងបាត់ដំបងយើងត្រូវជិះតាមផ្លូវជាតិលេខ154ស្របតាមដងស្ទឹងសង្កែដែលមានចម្ងាយប្រហែលជា20.20គីឡូម៉ែត្របើយើងគិតចាប់ពីសាលាខេត្តបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់បន្ទាប់មកយើងឃើញមានស្ពានដែកមួយយើងត្រូវមើលមកខាងស្ដាំយើងនឹងឃើញផ្លូវចូលប្រាសាទបាណន់ហើយដោយផ្លូវចូលប្រាសាទបាណន់គឺមានរូបចម្លាក់នារីម្នាក់ស្ថិតនៅក្រោមដើមឈើមួយដើមជាកិច្ចបន្ទាប់នាងខ្ញុំឈ្មោះស៊ូនច័ន្ទសូដាដែលត្រូវឡើងមកបកស្រាយអំពីប្រវត្តិនៃការកសាងហើយកសាងនៅពេលណាកសាងដោយនរណាហើយឧទ្ទិសដល់អ្នកណាចំពោះប្រាសាទបាណន់បើតាមជំនឿលើភាពស័ក្តិសិទ្ធិនៃបូជនីយដ្ឋានប្រាសាទបាណន់ខេត្តបាត់ដំបងយើងដឹងថានៅខាងលិចស្ទឹងសង្កែស្រុកសង្កែជ្រុងអាគ្នេយ៍ទីរួមខេត្តបាត់ដំបងចម្ងាយប្រមាណជា25គីឡូម៉ែត្របើសិនធ្វើដំណើរតាមផ្លូវខេត្តលេខ155ស្របតាមដងស្ទឹងសង្កែជាប់រហូតដល់ភូមិកន្ទើឃុំកន្ទើស្រុកបាណន់ជាបូជនីយដ្ឋានស័ក្តិសិទ្ធិមួយដែលអ្នកស្រុកនៅទីនោះតែងតែធ្វើពិធីបូជាតាំងពីបុរាណកាលមកម្ល៉េះហើយយើងឃើញថានៅលើកំពូលភ្នំបាណន់គឺមានកម្ពស់ប្រមាណជាង100ម៉ែត្រហើយមានកាំជណ្ដើរប្រមាណជាង352កាំដែលបច្ចុប្បន្នក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយនៅក្នុងខេត្តបាត់ដំបងហើយតួប្រាសាទនៅលើកំពូលភ្នំនេះសាងសង់ឡើងអំពីថ្មបាយក្រៀមនិងថ្មភក់ប្រាសាទបាណន់ត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី11និងចុងសតវត្សទី12បើសិនជាតាមការសិក្សាស្រាវជ្រាវប្រាសាទនេះបានកសាងឡើងដំបូងនៅក្នុងកំឡុងសតវត្សទី11-12ក្នុងរជ្ជកាលស្ដេចព្រះបាទឧទយាទិត្យវរ្ម័នទី2នាឆ្នាំ1050ដល់ឆ្នាំ1066ក៏ប៉ុន្តែការដឹកនាំរបស់ព្រះអង្គមិនបានបញ្ចប់រួចរាល់ជាស្ថាពរនោះទេទើបក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៅក្នុងឆ្នាំ1181ដល់ឆ្នាំ1219ក៏បានកសាងបញ្ចប់ហើយតួប្រាសាទនៅលើកំពូលភ្នំនេះមានកំពូល5គឺ4ជ្រុងគ្រប់ទិសនិងធំមួយចំកណ្ដាលប្រាសាទដែលនៅចំផ្លូវឡើងពីខាងកើតគឺមានប្រាសាទមួយឈ្មោះថាប្រាសាទតាដំបងដែកពីមុនមានរូបសំណាកតាដំបងដែកនៅឈរចាំពីមុខហើយឯប្រាសាទទី2នាទិសខាងត្បូងមានឈ្មោះថាប្រាសាទទម្លាក់ដូងដែលចាស់បានប្រាប់តគ្នាមកថានៅក្នុងប្រាសាទនេះមានលអាងចុះមកក្រោម
តែពុំមានមនុស្សណាហ៊ានចុះនោះទេមានតែការពិសោធន៍មើលនាពេលបុណ្យទានដែលគេតែងតែយកផ្លែដូងទៅទម្លាក់នៅក្នុងល្អាងប្រាសាទនោះរួចហើយក៏មករងចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសង្កែដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់ចូលមកក្នុងដងស្ទឹងសង្កែតែម្ដងចំណែកឯប្រាសាទទី3មានឈ្មោះថាប្រាសាទមេតបនិងប្រាសាទទី4មានឈ្មោះថាប្រាសាទព្រះពុទ្ធទាំង5ព្រះអង្គរីឯប្រាសាទទី5មានឈ្មោះថាប្រាសាទលោកយាយទេពហើយប្រាសាទបាណន់ធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈនិងព្រហ្មញ្ញសាសនាសិនបើយើងស្ដាប់តាមសម្ដីចាស់ទុំនៅក្នុងស្រុកនោះវិញបានដំណើរឲ្យដឹងថាពីប្រវត្តិនៃជំនឿលើប្រាសាទភ្នំបាណន់នេះពីដើមគេហៅថាប្រាសាទភ្នំលាបំណន់នៅពេលដែលអ្នកស្រុកមានគ្រោះអាសន្នគេតែងតែនាំគ្នាមកបន់ស្រន់លុះត្រាណាតែបានសម្រេចបំណងក៏វិលត្រឡប់មកសែនព្រេនដើម្បីលាបំណន់វិញទើបជាប់ឈ្មោះថាប្រាសាទបាណន់រហូតមកដល់សព្វថ្ងៃនេះជាកិច្ចបន្ទាប់ខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងមិត្តភ័ក្តិអ្នកទស្សនាទាំងអស់គ្នាខ្ញុំបាទឈ្មោះសុកជីវ៉ាជាសមាជិកនៃក្រុមទី8ដែលមានតួនាទីមកបកស្រាយនៅចំណុចប្លង់ប្រាសាទភ្នំបាណន់មានរាងជាចតុកោណកែងមានបណ្ដោយប្រវែង60ម៉ែត្រនិងទទឹងប្រវែង40ម៉ែត្រមានប្រាង្គប្រាសាទចំនួន5ដែលប្រាង្គ4សងខាងតំណាងឲ្យទ្វីបទាំង4ឬទិសទាំង4ធំឯប្រាង្គធំចំកណ្ដាលមានកម្ពស់25ម៉ែត្រតំណាងឲ្យភ្នំព្រះសុមេរុប្រាសាទភ្នំបាណន់ត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិកម្ពស់75ម៉ែត្រពីដីដែលមានប្រាង្គកណ្ដាលធ្វើពីថ្មភក់និងប្រាង្គជុំវិញធ្វើពីថ្មភក់លាយថ្មបាយក្រៀមហើយស្ថិតក្នុងរចនាបថមុនអង្គរចំណែកនៅឯជើងភ្នំបាណន់មានគូទឹកនិងល្អាងសំខាន់ពីរគឺល្អាងព្រះទឹកនិងល្អាងបិទមាសចំណែកឯកំពូលប្រាសាទនាទិសខាងត្បូងឈ្មោះថាប្រាសាទទម្លាក់ដូងហើយប្រាសាទនេះមានគុកបុរៈចំនួន4ដែលនៅព័ទ្ធជុំវិញប្រចាំទិសទាំង4ធំគោបុរៈខាងកើតសង់ឡើងអំពីថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់ស្ថិតនៅចំកណ្ដាលផ្លូវចូលបណ្ដោយពីកើតទៅលិចគោបុរៈនេះមានរាងជាកាកបាទដែលមានទំហំ 7.50 ម៉ែត្រគុណនឹង 7.50 ម៉ែត្រនិងកម្ពស់13ម៉ែត្រគោបុរៈខាងជើងមានលក្ខណៈដូចគ្នាទៅនឹងគោបុរៈខាងកើតដែរគោបុរៈនេះបានបាត់បង់ផ្តែរហៅជាងសសរពេជ្រនៃច្រកចូលទាំងពីរតែគោបុរៈនេះមានសេសសល់លម្អក្បាច់នាគនៅលើប្រាង្គគោបុរៈខាងលិចមានលក្ខណៈដូចគោបុរៈមុនដែរតែមានការខូចខាតច្រើនជាងគេច្រកចូលពីខាងកើតទៅលិចបាត់បង់ទាំងស្រុងនៅផ្តែរហៅជាងសសរពេជ្រសសរផ្អោបហើយកំពូលគោបុរៈទាំងមូលស្ទើរតែបាក់រលំធ្លាក់មកដល់ដីទាំងអស់ដោយនៅសេសសល់តែមួយជំហានខាងជើងចំណែកឯជំហានខាងត្បូងត្រូវរលំស្ទើរតែដល់គ្រឹះចូលមកដល់គោបុរៈខាងត្បូងគោបុរៈនេះក៏ដូចជាគោបុរៈ3មុនដែរគោបុរៈនេះត្រូវបានគេធ្វើការវាស់វែងពីជ្រុងខាងត្បូងទៅជ្រុងខាងជើងតាមស្នាមបាក់បែកមានរង្វាស់ស្មើគ្នាពីជ្រុងខាងកើតទៅជ្រុងខាងលិចដូច្នេះយើងអាចសន្និដ្ឋានបានថាប្រាសាទនេះមានរាងជាការ៉េមានថែវ4ជ្រុងព័ទ្ធជុំវិញដែលថែវទាំងនោះបានបាក់បែកនៅសល់តែគ្រឹះចំណែកនៅលើកំពូលភ្នំជុំវិញបរិវេណប្រាសាទមានកំពែងហ៊ុំព័ទ្ធជុំវិញដែលមានប្រវែងបណ្ដោយ45ម៉ែត្រពីលិចទៅកើតនិងទទឹង40ម៉ែត្រពីជើងទៅត្បូងហើយកំពែងនោះមិនមានរូបរាងមកដល់សពថ្ងៃឡើយបច្ចុប្បន្ននៅសល់ត្រឹមតែស្លាកស្នាមតែប៉ុណ្ណោះប្រាសាទនេះមានចម្ងាយប្រមាណ400ម៉ែត្រពីកសិនទឹកបុរាណមួយដែលទទួលប្រភពទឹកពីដងស្ទឹងសង្កែ
ជាកិច្ចដំបូងខ្ញុំបាទឈ្មោះហេងលៀងហងជានិស្សិតឆ្នាំទី3នៃ Department ប្រវត្តិវិទ្យាថ្នាក់ E3 សូមឡើងមកបកស្រាយបន្តនៅចំណុចផ្តែរនិងហៅជាងនៃប្រាសាទការសិក្សាអំពីផ្តែរនិងហៅជាងមានសារៈសំខាន់ណាស់ដែលអាចធ្វើឲ្យយើងអាចកំណត់អាយុកាលរបស់ប្រាសាទជាបន្ទាប់យើងនឹងសិក្សាអំពីផ្តែរជាមុនផ្តែរគឺជាវត្ថុមួយដែលដូនតាយើងបានបង្កើតឡើងដើម្បីលម្អប្រាសាទនៅពេលបច្ចុប្បន្នផ្តែរនៅប្រាសាទភ្នំបាណន់នៅសល់4ផ្ទាំងដែលនៅជាប់នឹងប្រាសាទធំទាំង4ចំណែកឯនៅតួប្រាសាទ4ទៀតដែលនៅអមជុំវិញឃើញថាបាត់បង់ផ្តែរអស់ទៅហើយនឹងមានផ្តែរមួយទៀតដែលត្រូវបានគេយកទៅទុកនៅខឿនខាងលើខ្ពស់បំផុតនៃប្រាសាទនៅផ្នែកខាងមុខផ្តែរនៅប្រាសាទបាណន់មានលក្ខណៈសំខាន់មួយចំនួនដូចជាទី1មានរាហូឬព្រះការខាំចំអង្កត់ធ្នូផ្នែកកណ្ដាលនៃផ្តែរទី2នៅខាងចុងអង្កត់ធ្នូមានការរចនាជាលក្ខណៈគួចឡើងលើទី3នៅខាងលើនិងខាងក្រោមអង្កត់ធ្នូមានរចនាជារូបស្លឹកឈើនិងមែកឈើទី4នៅលើរាហូឬព្រះការមានព្រះពុទ្ធបដិមាកំពុងប្រថាប់នៅពីលើហើយរាហូនោះបានបង្ហាញតែធ្មេញនៅខាងលើឬមាត់ផ្នែកខាងលើនិងមានអណ្ដាតដែលមានស្រទាប់មួយជាន់និងមានលម្អស្លឹកឈើនៅផ្នែកខាងក្រោមអណ្ដាតចំពោះផ្តែរទី1ដែលស្ថិតនៅលើច្រកទ្វារចូលនៃប្រាសាទធំកណ្ដាលគឺជាផ្តែរដែលនៅក្នុងរចនាបថឃ្លាំងដែលស្ថិតនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1នៅឆ្នាំ1002ដល់ឆ្នាំ1050ដែលប្រហាក់ប្រហែលគ្នាទៅនឹងរាជរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី2ដែលស្ថិតនៅក្នុងឆ្នាំ1050ដល់ឆ្នាំ1066យើងអាចសម្គាល់ថាផ្តែរនេះស្ថិតនៅក្នុងរចនាបថឃ្លាំងដោយសារមានចំណុចសំខាន់មួយចំនួនដូចជានៅខាងចុងអង្កត់ធ្នូឃើញថាមានគួចឡើងលើដូចជាគូតខ្យងឯនៅខាងក្រោមនិងខាងលើអង្កត់ធ្នូត្រូវបានរចនាដោយស្លឹកឈើឬមែកឈើចំពោះកណ្ដាលនៃអង្កត់ធ្នូវិញដោយសារតែមានការបាក់បែកទើបយើងមិនអាចដឹងអំពីរចនាសម្ព័ន្ធរបស់វាឡើយមួយវិញទៀតដោយសារផ្តែរនេះលែងឃើញនិយមធ្វើរំយោលនៅចន្លោះក្បាច់ស្លឹកឈើទើបយើងអាចប្រកាសថាជាផ្តែរដែលស្ថិតនៅក្នុងរចនាបថឃ្លាំងរីឯផ្តែរទី2វិញស្ថិតនៅច្រកចូលខាងជើងនៃតួប្រាសាទធំកណ្ដាលផ្តែរនេះដែរយើងអាចកត់សម្គាល់យ៉ាងច្បាស់ថាស្ថិតនៅក្នុងរចនាបថឃ្លាំងដោយយើងអាចសម្គាល់បានទៅលើរូបរាហូដែលស្ថិតនៅកណ្ដាលនៃផ្តែរនេះដោយរាហូនេះមានការរចនាតែមាត់និងធ្មេញផ្នែកខាងលើនិងមានអណ្ដាតធ្លាក់ចុះមកក្រោមដោយអណ្ដាតនោះមានរាងជាអក្សរ U ឬអក្សរ V និងមានស្រទាប់មួយនៅផ្នែកខាងក្រោមព្រមទាំងនៅលើរាហូឬព្រះការមានរូបទេពមួយអង្គកំពុងប្រថាប់នៅពីលើដែលក្បាច់នេះមានតែស្ថិតនៅក្នុងរចនាបថឃ្លាំងតែប៉ុណ្ណោះចំណែកឯផ្តែរទី3ដែលស្ថិតនៅច្រកទ្វារខាងក្រោយនៃតួប្រាសាទធំគឺស្ថិតនៅក្នុងរចនាបថបពួនដោយសាររូបរាហូឬព្រះការនៅក្នុងផ្តែរនេះគេលែងនិយមឆ្លាក់នៅចំកណ្ដាលផ្តែរទៀតហើយដោយចាប់ផ្ដើមឆ្លាក់នៅផ្នែកខាងក្រោមនៃផ្តែរដែលមានរបៀបដូចទៅនឹងរចនាបថបពួនរីឯមែកឈើវិញមិនមានលក្ខណៈដូចទៅនឹងបន្ទាត់ធ្នូឬអង្កត់ធ្នូទៀតទេដែលគេធ្វើក្នុងលក្ខណៈជាលេខ1ដែលមានទម្រង់បញ្ច្រាសរីឯផ្តែរទី4ស្ថិតនៅច្រកទ្វារខាងត្បូងនៃប្រាសាទកណ្ដាលតែបច្ចុប្បន្ននេះត្រូវបានរលត់អស់ទៅហើយចំណែកឯផ្តែរទី5ត្រូវបានគេយកទៅតម្រៀបធ្វើជាខឿនផ្នែកខាងលើបង្អស់នៅគៀកជ្រុងខាងស្ដាំដោយផ្តែរនេះក៏ស្ថិតនៅក្នុងរចនាបថបពួនផងដែរប៉ុន្តែចំពោះមែកឈើត្រូវបានគេឆ្លាក់ជាលេខ1ដែលមានរង្វង់វងខ្លាំងការសិក្សាអំពីផ្តែរត្រូវបានបញ្ចប់ជាបន្ទាប់យើងនឹងសិក្សាអំពីហោជាងរបស់ប្រាសាទវិញម្ដងហោជាងក៏អាចឲ្យយើងដឹងអំពីការបរិច្ឆេទរបស់ប្រាសាទផងដែរដូចជាបើយើងមើលទៅលើតួប្រាសាទធំយើងនឹងឃើញហោជាងដែលមានលក្ខណៈជាថ្នាក់ចំនួន5ថ្នាក់ដោយពីថ្នាក់ក្រោមទៅដល់ថ្នាក់លើគឺមានរាងរួមតូចទៅដែលរចនាបថនេះមានតែនៅក្រោមសតវត្សទី11តែប៉ុណ្ណោះចំណែកឯនៅកែននៃប្រាសាទវិញឃើញថាមានរូបមកោខ្យនាគដែលរចនាបថនេះមានចាប់ពីរចនាបថបន្ទាយស្រីតែប៉ុណ្ណោះដូចនេះហើយទើបយើងអាចសន្និដ្ឋានថា
ប្រាសាទនេះចាប់ផ្ដើមពីរចនាបថបន្ទាយស្រីទៅដល់សតវត្សទី11មិនអាចដល់សតវត្សទី12នៅឡើយជាបន្ទាប់យើងនឹងសិក្សាអំពីហោជាងនៅតាមគោបុរៈដោយនៅប្រាសាទភ្នំបាណន់នៅពេលបច្ចុប្បន្នមានហោជាងតែមួយប៉ុណ្ណោះដែលនៅសល់ហើយហោជាងនោះស្ថិតនៅគោបុរៈខាងកើតដងក្តាររបស់ហោជាងនេះគឺមានលក្ខណៈពុតកោងចុះឡើងហើយនៅខាងចុងនៃដងក្តារមានរូបមករខ្ជានាគហើយនៅផ្នែកខាងក្នុងនៃហោជាងវិញមានលម្អទៅដោយមនុស្សចំនួន3ជួរដែលជួរទី1មានមនុស្ស6នាក់អង្គុយបត់ជើងសំពះដោយមានមកុដពាក់ពីលើក្បាលចំណែកឯជួរទី2មានមនុស្សចំនួន7នាក់កំពុងអង្គុយដោយ3នាក់សងខាងកំពុងអង្គុយបត់ជើងចំណែកឯម្នាក់កណ្ដាលគឺកំពុងអង្គុយពេនភ្នែនដែលប្រហែលជារូបរបស់ព្រះពុទ្ធដោយឡែកនៅជួរទី3ផ្នែកខាងលើគេបង្អស់យើងឃើញថានៅសល់តែជើងទម្រើប្រហែលជាបល្ល័ង្កប៉ុន្តែយើងមិនអាចសន្និដ្ឋានបានថាជាអ្វីឲ្យប្រកបឡើយដូចនេះយើងអាចសន្និដ្ឋានថារូបចម្លាក់ទាំងនេះអាចឲ្យយើងដឹងប្រហែលជាតាក់ទងជាមួយនឹងរឿងរ៉ាវរបស់ព្រះពុទ្ធការបកស្រាយអំពីផ្តែរនិងហោជាងរបស់ខ្ញុំមានតែប៉ុណ្នេះដូចនេះសូមបន្តភារកិច្ចទៅដល់មិត្តរួមក្រុមរបស់ខ្ញុំជាអ្នកបកស្រាយបន្ទាប់ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងអ្នកទស្សនាទាំងអស់នាងខ្ញុំឈ្មោះស្រីសក្កណាមានតួនាទីបកស្រាយអំពីរចនាបថសសរពេជ្រនិងបដិមាចំពោះសសរពេជ្រមានតួនាទីសម្រាប់ទប់ទ្រផ្តែរហើយវាជាសមាសធាតុសំខាន់មួយសម្រាប់ជួយលម្អក្នុងវិស័យស្ថាបត្យកម្មផងដែរជាទូទៅសសរពេជ្រនៅអមសងខាងនៃច្រកចូលចំពោះប្រាសាទភ្នំបាណន់មានសសរពេជ្រមួយចំនួនដែលនៅសេសសល់និងមួយភាគទៀតគឺបានបែកបាក់ដូចជានៅប្រាសាទទី1យើងសង្កេតឃើញថាមានសសរពេជ្រដែលនៅសេសសល់ចំនួន2គឺនៅច្រកចេញនៃផ្នែកខាងក្នុងដូចនេះខ្ញុំសូមលើកយកសសរពេជ្រដែលនៅតួប្រាសាទទី1មកពិពណ៌នាដូចតទៅសសរពេជ្រនេះស្ថិតនៅក្នុងរចនាបថបាយ័នគឺដោយសារតែក្បាច់វ័នមានលក្ខណៈប្រហាក់ប្រហែល1/2 1/4 និង1/8លក្ខណៈពិសេសដែលយើងសម្គាល់ទៅលើសសរពេជ្រនេះគឺវាធ្វើជាប់នឹងជញ្ជាំងនិងចំណុចមួយចំនួនទៀតដូចជាក្បាច់ចិញ្ចៀនមានចំនួនច្រើនដែលបន្តពីរចនាបថបពួននិងមួយចំនួននោះទៀតគឺក្បាច់ចិញ្ចៀនទាំងអស់មានលក្ខណៈប៉ុនៗគ្នាដែលធ្វើឲ្យយើងពិបាកបែងចែកវាក៏ជាលក្ខណៈសម្គាល់មួយថាសសរពេជ្រស្ថិតនៅក្នុងរចនាបថបាយ័នផងដែរចំណែកប្រាសាទទី2ឬប្រាសាទកណ្ដាលនៅសេសសរសសរពេជ្រចំនួន4នោះគឺនៅច្រកចូលមានចំនួន2និងខាងក្រោយច្រកចេញមានចំនួន2ដោយយើងសង្កេតឃើញថានៅខាងឆ្វេងប្រមាណជាង2ម៉ែត្រពីប្រាសាទទី2នេះមានសសរពេជ្រចំនួន2ទៀតដែលមានលក្ខណៈបញ្ឈរចោលបន្ទាប់មកយើងក្រឡេកទៅមើលប្រាសាទទី3គឺយើងឃើញថាមិនមានសសរពេជ្រនៅសេសសល់នោះទេប៉ុន្តែនៅជិតប្រាសាទទី3នេះមានកំពែងមួយដែលនៅកំពែងនេះមានសសរពេជ្រចំនួន2កំណាត់ដោយមួយមានលក្ខណៈបញ្ឈរនិងមួយទៀតដួលនៅលើថ្មចូលទៅដល់ប្រាសាទទី4និងប្រាសាទទី5ដោយយើងសង្កេតឃើញថាមិនមានសសរពេជ្រនៅសេសសល់នោះទេចូលដល់ចំណុចមួយទៀតនោះគឺបដិមាចំពោះបដិមានៅប្រាសាទបាណន់នេះយើងសង្កេតឃើញថាមានលក្ខណៈបាក់បែកភាគច្រើនដូច្នេះបដិមាឃើញថាបដិមានៅសេសសល់តែប្រាសាទធំតែប៉ុណ្ណោះចំពោះប្រាសាទតូចៗទាំង4នៅជុំវិញគឺមានការបាក់បែកដួលរលំស្ទើរតែទាំងស្រុងពួកបដិមាដែលនៅសេសសល់តាមជុំវិញប្រាសាទមានបដិមាទេពស្រីដែលរំនៅជុំវិញប្រាសាទដោយយើងសង្កេតឃើញថាមានការលួចកប់យកព្រះកេសអស់នៅសល់តែ2នៅផ្នែកខាងក្រោយរីឯបដិមាសត្វមានដូចជាបដិមានាគនិងគ្រុឌនិងបដិមាតោ
ចំពោះបដិមានាគនិងគ្រុឌនាគនិងគ្រុឌជាប្រភេទសត្វពីរខុសគ្នាតែគេរួមបញ្ចូលតែមួយក្នុងការឆ្លាក់លម្អជាបង្កាន់ដៃនៅប្រលានខាងមុខនៃប្រាសាទភ្នំបាណន់យើងសង្កេតឃើញថានៅប្រលានខាងមុខច្រកចូលនេះមាននាគបើកពពាសំដៅគ្រប់ទិសទាំង4បន្តពីលើក្បាលនាគមានរូបលម្អគ្រុឌហើយក្បាលនាគទាំងពីរនោះនៅចន្លោះជើងគ្រុឌទាំងពីរនៅខាងឆ្វេងនិងខាងស្ដាំអមសងខាងគ្រុឌគេឆ្លាក់រូបក្បាលនាគតូចៗពីក្រោមរហូតដល់លើដែលមានចំនួនម្ខាង3ហើយក្បាលកណ្ដាលរបស់នាគត្រូវជំនួសដោយក្បាលគ្រុឌនិងស្លាបរបស់គ្រុឌជំនួសដោយដៃដែលលាត្រដាងរុញមកខាងមុខចំពោះបដិមាតោរូបចម្លាក់តោនៅប្រាសាទនេះឈរនៅលើទម្រង់មួយ4ជ្រុងជើងក្រោយទាំងពីរស្ថិតនៅក្នុងលក្ខណៈពាក់កណ្ដាលអង្គុយនិងពាក់កណ្ដាលឈរងើបក្បាលឡើងលើដើមទ្រូងពងទៅមុខដោយនៅលើទ្រូងមានលម្អដោយរោមឆ្លាក់ជាផ្ទាំងរាងត្រីកោណសំយ៉ងចុះនៅលើជើងទាំង4មានពាក់គ្រឿងអលង្ការច្រមុះសំប៉ែតមានចរន្តច្រមុះរាក់ៗហើយនៅលើពីច្រមុះមានផ្នែកតូចៗសម្លឹងទៅមុខលម្អដោយក្បាច់ស្លឹកឈើដោយរូបតោទាំងនេះឈរតម្រៀបគ្នាអមសងខាងច្រកចូលតាំងពីជើងភ្នំរហូតដល់កំពូលភ្នំជំរាបសួរលោកគ្រូនិងអ្នកទស្សនាទាំងអស់គ្នាម្ដងទៀតខ្ញុំបាទឈ្មោះហេលៀងហួងឡើងមកបកស្រាយនៅសេចក្តីសន្និដ្ឋានចំពោះប្រាសាទភ្នំបាណន់ត្រូវបានលើកឡើងថាកសាងនៅក្នុងរាជ្យរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី2នៅក្នុងឆ្នាំ1050ដល់ឆ្នាំ1066និងត្រូវបានកសាងបញ្ចប់នៅក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី7នៅឆ្នាំ1181ដល់ឆ្នាំ1215ប៉ុន្តែបើផ្អែកទៅលើសិលាចារឹកដែលមាននៅប្រាសាទភ្នំបាណន់ត្រូវបានលោកអេណូនីបានលើកឡើងថាប្រាសាទនេះកសាងចាប់ពីសតវត្សទី9រហូតដល់ឆ្នាំ1050ហើយលោកម៉ូរ៉ាគាត់បានលើកឡើងថាប្រាសាទនេះកសាងនៅក្នុងឆ្នាំ1830នៃពុទ្ធសករាជដែលត្រូវនៅឆ្នាំ1287នៃគ្រិស្តសករាជប្រាសាទនេះកសាងឡើងអំពីថ្មបាយក្រៀមនិងថ្មភក់ហើយមានប្រាង្គចំនួន5ដោយមានប្រាង្គធំនិងកណ្ដាលដែលកសាងឡើងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះសិវៈព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាចំណែកឈ្មោះរបស់ប្រាសាទវិញបើតាមចាស់ដែលនិយាយតគ្នាគេហៅថាភ្នំប្រាសាទដោយសារតែលើភ្នំមានប្រាសាទចំពោះឈ្មោះមួយទៀតត្រូវបានគេហៅថាភ្នំបាណន់ដោយសារតែមានប្រាសាទនៅលើភ្នំហើយប្រាសាទនេះត្រូវបានគេយករបស់របរទៅសែនដើម្បីលាបំណន់រីឯផ្នែករចនាបថវិញឃើញមានការរចនាយ៉ាងសម្បូរបែបដែលមានសសរពេជ្រផ្តែរហៅជាងហើយចំពោះបដិមាវិញមានទាំងបដិមារូបមនុស្សនិងសត្វដែលមានដូចជាសត្វគ្រុឌសត្វនាគនិងសត្វតោការបកស្រាយរបស់ក្រុមយើងខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកគ្រូដែលបានដាក់ប្រធានបទស្រាវជ្រាវដល់ក្រុមយើងខ្ញុំហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅទៅដល់អ្នកទស្សនាទាំងអស់ដែលបានតាមដានវីដេអូនេះរហូតដល់ចប់និងសូមខន្តីអភ័យទោសប្រសិនបើមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយសូមផ្ដល់មតិដើម្បីកែលម្អសូមអរគុណ